បាទសូមគោរពនឹងជម្រាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះគឺយើងមកការដាក់ចំណីឲ្យកូនកង្កែបបាទហ្នឹងហើយបងប្អូនអរគ្នាព្រឹកឡើងគឺការងាររបស់យើងមានអីទេបាទហ្នឹងហើយមានតែការដាក់កូនដាក់ចំណីឲ្យវាអញ្ចឹងណាបាទក្នុងមួយតង់នេះចំនួន5000ក្បាលបាទហើយយើងមើលថែបានដិតដល់ទៅបាទវានឹងឲ្យផលយើងគួរសមដែរបាទហ្នឹងហើយ5000ក្បាលវាគួរសមសម្រាប់យើងបាទវាគួរសមដែរបាទហ្នឹងហើយតិចឯហ្នឹងដល់វាស៊ី2លីហើយបាទមិនមែនស៊ី1លីទេបាទថ្ងៃនេះយើងបា1លីឲ្យអូខេកង្កែបច្រើនគួរសមហើយសម្រាប់បងប្អូនណាដែលគាត់ចង់រៀនបច្ចេកទេសនៅក្នុងការចិញ្ចឹមបាទអាចរៀនបានហើយយើងអាចយកទៅធ្វើបបឬមួយក៏ប្តីប្រពន្ធណាដែលទំនេរដែលអត់ដូចថាប្រពន្ធទំនេរអត់មានការងារធ្វើយើងអាចធ្វើរោមុខរបរឲ្យប្រពន្ធមួយឲ្យចេះលក់ចាក់ដូរចេះរោស៊ីចឹងណាបាទហ្នឹងហើយនៅពេលដែលយើងចេះរោស៊ីទាំងពីរនាក់បាទមានន័យថាគ្រួសារហ្នឹងវាមានកម្លាំងវាមានចំណូល2ចឹងណាបាទហ្នឹងហើយនៅពេលដែលយើងរោស៊ីទាំងពីរនាក់ទៅវាមានចំណូល2សម្រាប់ចូលមកគ្រួសារបាទហើយនេះជាវីដេអូដែលខ្ញុំបានថតហើយបងប្អូនអរគ្នាបាទអាចទស្សនាមើលបានបាទគឺការរបស់យើងល្អបាទហើយវាមានសុខភាពល្អបាទហើយបើរឿងចំណីអីវាមិនខ្វះទេបងប្អូនអរគ្នាបាទចំណីណាបាទវាចាក់ស៊ីពេបប៉ុបអានេះដល់ពេលវាស៊ី2លីហើយកំតែថ្ងៃនេះគឺខ្ញុំបានដាក់1លីឲ្យតែចាំមើលស្អែកអីល្ងាចនេះអីខ្ញុំដូរទៅ2លីបាទវាស៊ីទៅតាមលេខបងប្អូនអរគ្នាតែសួរថាបងចាំមិនកាបបងដាក់ឲ្យវាតែលើទឹកអញ្ចឹងបាទដោយសារតែកាបរបស់ខ្ញុំវាច្រើនអញ្ចឹងហើយខ្ញុំត្រូវការឲ្យវាតែដើម្បីផ្សំខ្លួនជាមួយនឹងភាពចង្អៀតនៃតង់ណាបាទភាសាបងប្អូនអរគ្នាចិញ្ចឹមបែបធម្មតាទេយើងអាចធ្វើលក្ខណៈបែបធម្មតាបាទបែបស្រួលបាទដាក់មុំបាទហ្នឹងប៉ុន្តែនេះមកតង់5000ក្បាលវាច្រើនបាទវាច្រើនចឹងហើយយើងត្រូវមើលទឹកមើលអីឲ្យគួរសមដែរបាទហ្នឹងហើយមិនចេះតែទៅទេបាទហ្នឹងហើយអូខេហ្នឹងហើយបងប្អូនអរគ្នាបាទវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងឯងបាទអរគុណច្រើនបាទជម្រាបលាបងប្អូនអរគ្នាបាទ